Hello everyone ថ្ងៃហ្នឹងយើងមកធ្វើការ install CNS យើងចូល website CNS មកយើងឃើញ AX86.64 ហ្នឹងយើងចុចកន្លែង mirror ដើម្បី install វារៀងធំដែរអញ្ចឹងវាចាយពេលប្រហែលបើសិនជាអ៊ីនធឺណិតលឿនអនណាស់ក៏កន្លះម៉ោងដែរមិន install ហើយយើងចាំវាដល់ចប់បន្ទាប់ពីចប់មកយើងចូលវាអំបែបរបស់យើងចូល next យើងប្រើរក file CNS ISO យើងបន្ទាប់មកយើងចុចដាច់មកបន្ទាប់មកយើងដាក់ location វាថាយើងត្រូវ install ហ្នឹងយើងទុក file ដែលយើង install នៅកន្លែងណាបន្ទាប់ពីយើង set location វាហើយខ្ញុំហៅមើលបន្តិចដាក់ខ្ញុំបានបង្កើត file ហ្នឹងហើយអញ្ចឹងខ្ញុំដាក់កន្លែងហ្នឹងហ្មងបន្ទាប់មកយើងចុច next បន្ទាប់មកយើងចុច next ទៀតយើង customizeភាសាទៅ 1G វាគាត់ថាវា slow វិញខ្ញុំដាក់ 4G ចុច next ទៀតវានេះមកអត់មកវាធ្វើការ automatic load disk បន្ទាប់មកយើងចុច arrow key ទៅខាងលើយើង enter យើងចាំវា template ចាំវា process ភាសាអស់ដល់ពីវា process ហើយយើងប្រកាសជាឃើញនៅ console បន្ទាប់មកយើងប្រើភាសាមកខ្ញុំប្រើភាសាអង់គ្លេសហើយយើង continue យើងចុច continue បន្ទាប់មកយើងឃើញផ្ទាំងបែបនេះបន្ទាប់មកយើងបង្កើត root account មួយយើងចុច enable root account មកយើង enter password ហើយយើង confirm មកបន្ទាប់ពីយើងដាក់ហើយអស់យើងចុចគ្រីសខាងក្រោមមួយមកយើង allow បន្ទាប់មកយើងចុចដានហើយបន្ទាប់មកយើងបង្កើត user យើងបង្កើត user យើងខ្ញុំបង្កើតដាក់ឈ្មោះ Steve បន្ទាប់មកយើងដាក់ password ហើយយើងវាយ password ឲ្យដូច password ដែលយើងដាក់ខាងលើមកដើម្បី confirm បន្ទាប់មកយើងចុចដានទៀតមួយចុងក្រោយយើងដាក់កន្លែងទីតាំង installation យើងចុច create file ហ្នឹងមកហើយយើងចុចដានមកបន្ទាប់មកយើងចុចបន្តទៀតយើង click server ហើយខាងនេះយើងអាច DNS server អីនេះយើងអាច install បានតាមក្រោយអញ្ចឹងខ្ញុំចុចដានតទៀតហើយយើងចុចតទៅមុខទៀតយើងចាំកន្លែងនេះប្រហែលជា10នាទីដែរបានវាពេញពេលវាពេញហើយយើងគ្រាន់តែ reboot ចុច reboot មកហើយអ្នកនរគ្នាប៉ុណ្ណាអរគុណអ្នកនរគ្នាយើងចាំវា process បន្តិចតែការ install របស់យើងគឺអស់ហើយ